ព័ត៌មានអន្តរជាតិអាប់ដេតដេសូមស្វាគមន៍សហរដ្ឋអាមេរិកនិងចិនចូលរួមសម្ដែងការត្រេកអរចំពោះបទឈប់បាញ់ជាថ្មីរវាងកម្ពុជានិងថៃនៅថ្ងៃអាទិត្យកន្លងទៅនេះសហរដ្ឋអាមេរិកនិងចិនបានចូលរួមសម្ដែងការត្រេកអរចំពោះបទឈប់បាញ់លើកទី2ដែលព្រមព្រៀងគ្នារវាងកម្ពុជានិងថៃដែលមានគោលបំណងបញ្ឈប់ការប៉ះទង្គិចគ្នាដ៏សាហាវអស់រយៈពេលជាច្រើនខែដែលបានសម្លាប់មនុស្សរាប់សិបនាក់និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរាប់សែននាក់ត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែងនោះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានលើកសរសើរចំពោះកិច្ចព្រមព្រៀងដោយមានប្រសាសន៍ថាលោកមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលចំនួននេះបានឈានដល់ការបញ្ចប់យ៉ាងឆាប់រហ័សនិងយុត្តិធម៌បែបនេះលោកដូណាល់ត្រាំបានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គម Social របស់លោកថាទីក្រុង Washington សប្បាយចិត្តនៅក្នុងការជួយលើរឿងនេះហើយបានបន្តថាសហរដ្ឋអាមេរិកប្រហែលជាកំពុងតែคล้ายខ្លួនជាអង្គការសហប្រជាជាតិដ៏ពិតប្រាកដហើយទន្ទឹមនឹងគ្នានេះផងដែរប្រទេសចិនក៏បានសម្ដែងការគាំទ្រយ៉ាងខ្លាំងចំពោះបទឈប់បាញ់នេះផងដែររដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីគឺបានពិពណ៌នាថានេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការស្ដារសន្តិភាពឡើងវិញហើយបាននិយាយថារឿងនេះបានឆ្លុះបញ្ចាំងអំពីការរំពឹងទុករួមគ្នារបស់ប្រទេសនានានៅក្នុងតំបន់ផងដែរនៅក្នុងកិច្ចពិភាក្សាជាមួយនឹងឯកឧត្តមប្រសុខុនឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលោកវ៉ាងយីបានជំរុញឲ្យភាគីទាំងពីរធ្វើការបន្តិចម្ដងឆ្ពោះទៅរកបទឈប់បាញ់គ្រប់ជ្រុងជ្រោយនិងយូរអង្វែងនិងធ្វើយ៉ាងណាសាងទំនុកចិត្តគ្នាទៅវិញទៅមកផងដែរដោយនៅក្នុងនោះគឺបានកត់សម្គាល់ថាប្រទេសចិនរួមជាមួយនឹងសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងសម្រាប់សម្រួលបញ្ហានេះផងដែរលោកគីមចុងអ៊ុនបានចុះពិនិត្យមើលការបាញ់សាកល្បងគ្រាប់មីស៊ីលចម្ងាយឆ្ងាយដោយផ្ទាល់តែម្ដងមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនបានចុះពីត្រួតពិនិត្យការសាកល្បងបាញ់គ្រាប់មីស៊ីលលើយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយដោយផ្ទាល់កាលពីថ្ងៃអាទិត្យកន្លងទៅនេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន KCNA របាយការណ៍ពី KCNA បានបន្តថាការបាញ់សាកល្បងមីស៊ីលនេះគឺជាការបញ្ជាក់អំពីសមត្ថភាពនៃអាវុធនុយក្លេអ៊ែរកម្លានិងការត្រៀមខ្លួនទប់ទល់ជាមួយនឹងការវាយប្រហាររបស់ប្រទេសនានាចំពេលដែលមានការគម្រាមកំហែងសន្តិសុខជាបន្តបន្ទាប់នោះការបាញ់សាកល្បងមីស៊ីលនេះគឺជាផ្នែកមួយនៃសកម្មភាពកាន់តែសកម្មរបស់លោកគីមដែលបង្ហាញអំពីវឌ្ឍនភាពយោធានិងសេដ្ឋកិច្ចកូរ៉េខាងជើងមុនពេលសម្ដេចបកកម្មករដែលកំពុងតែកាន់អំណាចដែលត្រូវរំពឹងទុកថានឹងរៀបចំនៅដើមឆ្នាំ2026ខាងមុខនេះកាសែត KCNA បានបន្តថាលោកគីមគឺបានសម្ដែងការពេញចិត្តយ៉ាងខ្លាំងនៅពេលដែលគ្រាប់មីស៊ីលបានហោះយ៉ាងលឿនតាមទិសដៅដែលបានកំណត់លើដែនទឹកភាគខាងលិចនៃឧបទ្វីបកូរ៉េហើយបានវាយប្រហារចំគោលដៅរបស់គេដោយជោគជ័យផងដែរលោកបាននិយាយថាការបាញ់សាកល្បងគ្រាប់មីស៊ីលជាប្រចាំគឺបង្ហាញអំពីភាពជឿជាក់និងការឆ្លើយតបយ៉ាងរហ័សនៃអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដោយផ្អែកទៅលើបរិយាកាសសន្តិសុខផងដែរនេះសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានរាយការណ៍ថាខ្លួនបានកត់សម្គាល់ឃើញអំពីការបាញ់បង្ហោះមីស៊ីលជាច្រើនគ្រាប់នៅម៉ោងប្រមាណជា8ព្រឹកនាថ្ងៃអាទិត្យនៅក្នុងតំបន់ស៊ូណានជិតទីក្រុងព្យុងយ៉ាងមកក្រសួងការពារជាតិទីក្រុងសេអ៊ូលគឺបានមានប្រមានថាសកម្មភាពយោធារបស់កូរ៉េខាងជើងនាពេលថ្មីនេះរួមទាំងការផ្ដោតទៅលើនាវាមួយទឹកដើរដោយធម្មពលនុយក្លេអ៊ែរនិងការសាកល្បងមីស៊ីលនាពេលថ្មីនេះបានធ្វើឲ្យប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពនៅលើឧបទ្វីបកូរ៉េយ៉ាងខ្លាំងផងដែររថភ្លើងនៅមេស៊ីកបានក្រឡាប់ចេញពីផ្លូវដែកបណ្ដាលឲ្យមានមនុស្សស្លាប់ជាង10នាក់និងរងរបួសជិត100នាក់មនុស្សយ៉ាងហោចណាស់ចំនួន13នាក់បានស្លាប់និងជិត100នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរមួយបានធ្លាក់ចេញពីផ្លូវដែកនៅក្នុងតំបន់អូសាកាភាគនិរតីនៃប្រទេសមេស៊ីកនេះបើយោងតាមកងទ័ពជើងទឹករបស់មេស៊ីកបានជូនដំណឹងនោះរថភ្លើងមួយគ្រឿងដែលកំពុងតែធ្វើដំណើរពីឈូងសមុទ្រមេស៊ីកបានដឹកអ្នកដំណើរប្រមាណជា241នាក់និងសមាជិកក្រុមការងារចំនួន9នាក់កងទ័ពជើងទឹកដែលបានចុះមកជួយបាននិយាយថាមានមនុស្សចំនួន98នាក់បានរងរបួសដែលនៅក្នុងនោះ36នាក់កំពុងតែទទួលបាននូវការព្យាបាលនៅមន្ទីរពេទ្យរថភ្លើងបានធ្លាក់ចេញពីផ្លូវដែកខណៈដែលកំពុងតែបត់លើផ្លូវកោងនៅជិតទីក្រុងនីសាន់ដាដែលជំរុញឲ្យមានការស៊ើបអង្កេតដោយអគ្គរដ្ឋអាជ្ញាមេស៊ីកប្រធានាធិបតីលោកស្រីក្លូឌៀសាញ់បមបាននិយាយថាអ្នករងរបួសចំនួន5នាក់ដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនឹងបានបញ្ជាក់ថាមន្ត្រីជាន់ខ្ពស់រួមទាំងលេខាធិការកងទ័ពជើងទឹកកំពុងតែធ្វើដំណើរទៅកាន់ទីតាំងក្រឡាប់រថភ្លើងនោះហើយរូបភាពទីកន្លែងកាត់ហេតុគឺបានបង្ហាញអំពីការជួយសង្គ្រោះគឺកំពុងតែជួយអ្នកដំណើរគណៈដែលរថភ្លើងនោះគឺបានធ្លាក់ចេញពីផ្លូវដែក
អភិបាលរដ្ឋអូសាកាលោកសាឡូមុនគឺបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះហេតុការណ៍នេះនិងបាននិយាយថាអាជ្ញាធររដ្ឋកំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងភ្នាក់ងារសហព័ន្ធដើម្បីគ្រប់គ្រងជនរងគ្រោះដែលកំពុងតែមានបញ្ហាក្រឡាប់រថភ្លើងនោះសូមអរគុណចំពោះការទស្សនាកម្មវិធីព័ត៌មានអន្តរជាតិ Update Today